សួស្តីខ្ញុំដានីជាអ្នកសម្របសម្រួលសេវាកម្មមជ្ឈមណ្ឌលប្រចាំតំបន់ Sunny Town រដ្ឋ California មកដល់ត្រឹមនេះអ្នកគួរតែដឹងពីរបៀបប្រើសៀវភៅផែនការលក្ខណៈផ្ទាល់ខ្លួនហើយមើលពីដំបូងសៀវភៅនេះហាក់ដូចជាសួរតែសំណួរផ្ទាល់ខ្លួនខ្លះពិតណាស់សម្រាប់អ្នកត្រូវការជំនួយពីពួកយើងសៀវភៅ IPP ធ្វើឡើងដើម្បីស្វែងយល់ស៊ីជម្រៅពីបំណងពួកគេវានឹងជួយឲ្យអ្នកស្វែងយល់ពីអ្វីដែលពួកគេត្រូវការឲ្យជួយតែប៉ុណ្ណោះតោះជួបជាមួយវ៉ានីដែលជាអ្នកសម្របសម្រួលថាសៀវភៅ IPP នឹងជួយពួកគេក្នុងការប្រជុំចិត្តមកដល់ដោយរបៀបណាសួស្តីអ៊ីសាបែលខ្ញុំវីនីខាំចាំដុលខ្ញុំទៅបញ្ជាក់ពីការប្រជុំផែនការជីវិតសូហ្វីយ៉ានៅថ្ងៃស្អែកចាបានបើសិនស្អែកសូហ្វីយ៉ាព្រមចេញពីបន្ទប់ទេមកអូគេឈឺទេគេខឹងនឹងថាចង់ទៅប៉ារីសធ្វើអ្នកស៊ើបអង្កេតខ្ញុំមិនដឹងថាគេកើតអីទេអូគេឈានចូលយុវវ័យហើយមិនអីទេមើលខ្ញុំកាលពីអាយុ14ឆ្នាំទៅអូចុះម៉ាក់លោកដោះស្រាយយ៉ាងម៉េចនិយាយទៅអាចថាគាត់ជាមនុស្សអស្ចារ្យម្នាក់បានហើយខ្ញុំត្រូវបាត់ហើយតែថ្ងៃស្អែកចាំជួបគ្នាមួយយ៉ាងប្រាប់សូហ្វីយ៉ាថាវីនីទៅប៉ារីសហួសលទ្ធភាពហើយនៅប៉ារីសកាត់អីអូមានអ្នកខ្ញុំជួយម្នាក់មិញប្រាប់ម៉ាក់គេថាចង់ទៅប៉ារីសធ្វើជាអ្នកស៊ើបឯកជនប៉ារីសផ្លាស់ប្ដូរខ្លាំងពេកទេដឹងមែនគេមិនអាចទៅប៉ារីសបានទេតែដេនីតែយើងគួរធ្វើយ៉ាងម៉េចបើមានអ្នកណាម្នាក់សុំលើពីលទ្ធភាពយើងខ្ញុំនឹងរកមូលហេតុថាហេតុអីគេចង់ទៅសិនពួកយើងដឹងថាគ្មានលទ្ធភាពជួយសូហ្វីយ៉ាឲ្យទៅប៉ារីសទេតែបើយើងសួរថាហេតុអីបាននាងចង់ទៅខ្ញុំថាលោកនឹងភ្ញាក់ផ្អើលចំពោះចម្លើយរបស់គេឧទាហរណ៍ខ្ញុំធ្លាប់ជួយមនុស្សម្នាក់ដែលរើទៅអ៊ីស្លង់ខ្ញុំចង់បានន័យថារាល់ពេលដែលខ្ញុំជជែកនឹងគេនិយាយថាចង់ទៅអ៊ីស្លង់ដូច្នេះថ្ងៃមួយខ្ញុំសួរគេថាហេតុអីចង់ទៅអ៊ីស្លង់គេឆ្លើយថាព្រោះមិនត្រជាក់គេមិនលក់តើមានទីណាត្រជាក់ជាងអ៊ីស្លង់ទៀតអញ្ចឹងបានន័យថាគាត់មិនមែនចង់ទៅអ៊ីស្លង់មែនទេគ្រាន់តែចង់គេងនៅផ្ទះដោយស្រួលខ្លួនមែនទេល្អអន្តើប្រាប់តម្រូវការនឹងអ្វីដែលយើងចង់បានអាចពិបាកសម្រាប់អ្នកគ្រប់គ្នាប្រហែលដងហើយដែលធ្លាប់ឃើញអ្នកមុខសពូនហើយថាខ្លួនឯងមិនអីអញ្ចឹងទៅយើងឲ្យសភៅ IPP ទៅគេអាចឲ្យគេដើរតួជាអ្នកស៊ើបអង្កេតបានខ្លះមុនពេលយើងទៅដល់អញ្ចឹងគ្រាន់តែសួរថាបែបណាទើបហៅថាជាថ្ងៃល្អនោះគឺអាចនាំឲ្យយើងគិតបានយ៉ាងជ្រៅទៅហើយខ្ញុំយល់ហើយមិនទាំងអស់ទេជួនកាលសំណួរស្មុគស្មាញជាច្រើនអាចប្រែក្លាយជាព័ត៌មានប្រយោជន៍បើចឹងខ្ញុំសួរឯងបែបណាគេហៅថាថ្ងៃល្អឯងខ្ញុំខ្ញុំថាថ្ងៃណាដែលជួបជុំគ្រួសារឬមិត្តរួមការងារហើយនឹងជួយដល់អ្នកណាម្នាក់ដែលត្រូវការខ្ញុំអញ្ចឹងការជួយគេវាសំខាន់ចំពោះឯងហ៎មែនហើយខ្ញុំដឹងក្តីឡើងជាមួយម៉ាក់ហើយនឹងបងប្អូនស្រី6នាក់ខ្ញុំយល់អារម្មណ៍ដែលមានអ្នកគាំទ្រមួយក្រុមធំតែនៅតែយល់ថាឯកោឯងយល់ថាឯកោហ៎មិនឯកោទេគ្មានអ្នកចាំស្ដាប់ទុកច្រើនជាងខ្ញុំក្មេងជាងគេក្នុងគ្រួសារដូច្នេះខ្ញុំដឹងថាតើពេលណាគួរនិយាយពេលណាមិនគួរនិយាយតាំងតែបន្ទោចម្លេះយល់ហើយចោះយល់ថារកឃើញខ្លួនឯងពេលណាពេលចេញពីញូវយ៉កទីនោះធ្វើឲ្យខ្ញុំវេទនាមានអ្នកវាយតម្លៃជីវិតខ្ញុំច្រើនខ្ញុំចង់ទៅទីណាដែលអាចធ្វើជាខ្លួនឯងដូច្នេះខ្ញុំក៏មកកាលីហ្វ័រញ៉ាហើយជួបនឹងរ៉ូប៊ីនអញ្ចឹងមកកាលីហ្វ័រញ៉ាវាសំខាន់សម្រាប់ឯងណាស់ព្រោះវាជួយសហគមន៍ដោយសុវត្ថិភាពនិងទីតាំងមួយសម្រាប់ឯងហ៎មែនត្រឹមត្រូវហើយខ្ញុំក៏ចង់ឲ្យអ្នកផ្សេងបានវាដែរចុះវាកើតឡើងដោយរបៀបណាដោយជួយគ្រប់គ្រងពួកគេផ្ដល់ឧបករណ៍ឲ្យពួកគេអាចបង្ហាញបំណងខ្លួននិងប្រាប់ពីអ្វីដែលត្រូវការដល់យើងព្រោះខ្ញុំគ្មានបទពិសោធន៍អញ្ចឹងទេចុះបើពួកគេមិនដឹងថាខ្លួនឯងចង់បានអីវិញនោះហើយសួរសំណួរឲ្យស៊ីជម្រៅឲ្យច្រើនបន្តទៀតនឹងប្រើសៀវភៅ IPP ដែលធ្វើឡើងដើម្បីឲ្យដឹងទេដែរនេះខ្ញុំស្អប់ពេលអ្នកធ្វើអញ្ចឹងធ្វើស្អីស្ដាប់រួចហើយធ្វើសកម្មភាពអីមែនហើយដឹងទេថាថ្ងៃនេះនាងជួយឈ្នះខ្ញុំទៀតហើយខ្ញុំរត់តែសរសើរនាងមួយកម្រិតទៀតចាំឆ្លើយតបវិញអ៊ីសាបែលខ្ញុំវីនីខ្ញុំប្រហែលជាមានដំណោះស្រាយលើបញ្ហាទៅប៉ារីសថ្ងៃនេះវីនីថាពួកយើងផ្ដល់សៀវភៅ IPP ដល់អ្នកដែលពួកយើងជួយដើម្បីសួរសំណួរស៊ីជម្រៅទៅតាមតម្រូវការនិងបំណងពួកគេមិនត្រឹមតែជាការសួរទេតែវាជាការស្ដាប់និងអនុវត្តទៅតាមខ្លឹមសារដែលបានឮចាំណាការធ្វើផែនការជីវិតមិនមែនដើម្បីឯកសារល្អប្រសើរទេគឺដើម្បីឲ្យជីវិតកាន់តែប្រសើរឡើង